រឿងវាសនាស្នេហាឆ្លងភពកាលពីដើមឡើយនាសម័យមួយនៃសម័យអង្គរនោះមានស្ត្រីម្នាក់មានរូបឆោមឡំពណ៌ស្រស់ស្អាតហើយឪពុករបស់នាងគឺជាមន្ត្រីរាជការនៅក្នុងព្រះរាជវាំងទៀតផងនាងមានឈ្មោះថានារីមិនមែនជាស្រីធម្មតានោះទេរូបសម្បត្តិស្រស់ស្អាតថែមទាំងមានចំណេះវិជ្ជាពេញខ្លួនទៀតផងយូរប៉ុន្មាននាងក៏បានស្រឡាញ់គ្នាជាមួយនឹងមហាសេនាធិបតីសែនវាសនាមិនយូរប៉ុន្មានឪពុកម្ដាយរបស់វាសនាក៏បានចូលស្ដីដណ្ដឹងនារីធ្វើជាគូអនាគតរបស់វាសនាពួកគេទាំងពីរនាក់កាន់តែស្រឡាញ់គ្នាពីមួយថ្ងៃទៅមួយថ្ងៃភាពផ្អែមល្ហែមល្អកល្អឿនមិនយូរប៉ុន្មានក៏ដល់ពេលវេលាមួយដែលចោលឈ្លានពានបានចូលឈ្លានពានទឹកដីនៅពេលនោះដែរវាសនាត្រូវបានព្រះអង្គចាត់តាំងឲ្យទៅចេញច្បាំងការពារទឹកដីពីពួកឈ្លានពានពួកគេទាំងពីរបានសន្យានឹងគ្នាថានឹងវិលមកជួបគ្នានៅពេលចប់សង្គ្រាមការលាគ្នាពោរពេញទៅដោយភាពស្រណោះស្រណោកអាឡោះអាល័យនិងក្តីសង្ឃឹមយ៉ាងមុតមមការរងចាំដ៏អស់សង្ឃឹមពេលវេលាកន្លងផុតទៅច្រើនឆ្នាំសង្គ្រាមត្រូវបានបញ្ចប់ប៉ុន្តែមេទ័ពវាសនាគ្មានដំណឹងឡើយចំណែកឯនារីវិញនៅបន្តរងចាំយ៉ាងស្មោះស្ម័គ្រទោះបីជាមានការលួងលោមពីអ្នកដទៃយ៉ាងណាក៏ដោយនាងមិនបានខ្វាយខ្វល់ជាមួយនឹងគេនោះទេផ្ទុយទៅវិញនាងបានចំណាយពេលពេញមួយជីវិតរបស់នាងអង្គុយមើលផ្លូវរហូតដល់ថ្ងៃស្លាប់ទោះបីជាខ្លាចជាវិញ្ញាណក៏ដោយក៏នាងនៅមិនព្រមទៅណាឡើយវិញ្ញាណរបស់នាងនៅទន្ទឹងរង់ចាំនៅកន្លែងដដែលនោះនិយាយពីវាសនាមេទ័ពដ៏ក្លាហានរបស់យើងវិញពេលនេះគេមិនបានក្បត់ពាក្យសន្យានោះឡើយតាមពិតលោកបានបូជាជីវិតក្នុងសមរភូមិយ៉ាងក្លាហានមុនពេលដែលដាច់ដង្ហើមចុងក្រោយលោកបានសរសេរសម្បត្តិមួយច្បាប់ប្រគល់ឲ្យកូនចៅចំណិតម្នាក់ដើម្បីយកទៅប្រគល់ជូនគូដណ្ដឹងជាទីស្រឡាញ់របស់គាត់ប៉ុន្តែជាអកុសលនៅតាមផ្លូវពេលត្រឡប់មកវិញកូនចៅរូបនោះត្រូវបានក្រុមចោរមួយក្រុមបានស្ទាក់វាយធ្វើបាបរហូតដល់ស្លាប់ទាំងកណ្ដាលផ្លូវចឹងហើយទើបធ្វើឲ្យសម្បត្តិនោះមិនអាចទៅដល់ដៃនារីជាគូដណ្ដឹងរបស់វាសនានោះឡើយជាច្រើនសតវត្សកន្លងផុតទៅញាណរបស់លោកមេទ័ពវាសនាក៏បានមកចាប់កំណើតកើតជាថ្មីคล้ายជាស្រីម្នាក់ឈ្មោះថាធីតានាងរស់នៅក្នុងសម័យកាលដ៏ទំនើបក្នុងគ្រួសារមួយដ៏មានសុភមង្គលនាងត្រូវបានឪពុកម្ដាយឲ្យរៀនរហូតដល់ក្លាយទៅជាអ្នកនិពន្ធដ៏ពូកែម្នាក់មិនត្រឹមតែប៉ុណ្ណោះនាងក៏ជានិស្សិតម្នាក់ដែលសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រនានាថែមទៀតផងប៉ុន្តែជារឿយនាងតែងតែយល់សុបិនចម្លែកនាងតែងតែឃើញរូបរាងនាងគឺជាមនុស្សប្រុសហើយក៏ជាមេទ័ពដ៏ក្លាហានថែមទៀតផងសុបិននេះតែងតែធ្វើឲ្យគេឃើញដដែលតែបែបនេះមិនបានធ្វើឲ្យនាងចាប់អារម្មណ៍នោះទេព្រោះនាងគិតថាប្រហែលនេះមកពីនាងស្រាវជ្រាវរឿងបុរាណច្រើនខ្លាំងពេកទើបធ្វើឲ្យចេះតែយល់សប្តិបែបនេះអ្វីដែលកាន់តែចម្លែកទៀតនោះនាងតែងតែមានអារម្មណ៍ថាតែងតែមានស្រីម្នាក់ស្រែកហៅឈ្មោះនាងពីចម្ងាយហើយមិនត្រឹមតែប៉ុណ្ណោះការហៅប្រៀបដូចជាការពិតអញ្ចឹងមនុស្សស្រីនោះមានសម្លៀកបំពាក់បុរាណមុខមាត់របស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់ប៉ុន្តែរាល់ពេលដែលនាងជួបម្ដងនារីម្នាក់នោះតែងតែយំមិនឈប់ឈរនោះទេនាងហាក់ដូចជាដង្ហយហៅរូបគេឲ្យទៅចិត្តប៉ុន្តែរាល់ពេលដែលនាងទៅចិត្តឃើញរូបរាងរបស់នាងខ្លាចជាមនុស្សស្រីម្នាក់នោះតែងតែយំសោកខុសពីធម្មតាចំណែកខ្លួននាងឯនេះវិញក៏ដូចគ្នាដែរនាងមានអារម្មណ៍ថាខ្លួនឯងដូចជាមនុស្សប្រុសហើយបេះដូងរបស់នាងវិញក៏ឈឺពើតអារម្មណ៍របស់នាងស្និទ្ធស្នាលនិងស្រឡាញ់យ៉ាងខ្លាំងដូចជាធ្លាប់មានចំណងនិស្ស័យនឹងគ្នាកាលពីជាតិមុនរឿងនេះមិនបានធ្វើឲ្យនាងចាប់អារម្មណ៍នោះទេទីបំផុតនាងក៏បាននាំមិត្តភ័ក្តិពួកម៉ាក់ជាច្រើនដែលកំពុងតែសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រដែលជាការងារចាំបាច់ប្រចាំថ្ងៃរបស់ពួកនាងធ្វើរាល់ថ្ងៃប៉ុន្តែរាល់ពេលដែលពួកនាងតែងធ្វើការតែងតែមានដូចជាអ្នកណាម្នាក់កំពុងតែឈរនៅពីក្រោយពួកគេអញ្ចឹងហើយរៀងរាល់យប់នាងក៏សុបិនរូបភាពដដែលរូបភាពទាំងអស់នោះហាក់ដូចជាបញ្ជាក់ច្បាស់សុបិនលើកនេះប្រៀបដូចជាការពិតអញ្ចឹងគឺធីតាបានយល់សុបិនឃើញថាខ្លួនឯងនៅក្នុងវាំងបុរាណតែម្ដង
លើកនេះនាងបានជួបនឹងវិញ្ញាណរបស់នារីដែលជាអតីតគូដណ្ដឹងរបស់នាងអ្វីដែលពួកគេទាំងពីរបានប៉ះពាល់គ្នានោះស្រាប់តែរូបភាពកាលពីជាតិមុនបានហូរចូលមកក្នុងខួរក្បាលរបស់ធីតាតែម្ដងនាងបានដឹងថាខ្លួននាងកាលពីជាតិមុនគឺជាមហាសេនាវាសនាហើយមនុស្សស្រីដែលនៅចំពោះមុខនាងនោះគឺជាគូដណ្ដឹងដែលនៅរងចាំនាងរហូតដល់ស្លាប់ទឹកភ្នែកនៃសេចក្តីស្រឡាញ់និងភាពឈឺចាប់ហូរស្រោចស្រពអ្នកទាំងពីរនៅក្នុងពិភពសុបិនពេលវេលាមួយដែលមិនអាចប្រកែកបានគឺជាពេលវេលាដែលធីតាបានធ្វើដំណើរទៅវាំងចាស់ដែលឥឡូវคล้ายទៅជាប្រាសាទបុរាណនាពេលបច្ចុប្បន្នគ្រាន់តែនាងឈានជើងចូលដល់វាំងចាស់នោះភ្លាមស្រាប់តែអារម្មណ៍មួយដែលធ្លាប់ស្គាល់នឹងបានកើតឡើងភ្លាមនាងបានដឹងថាកន្លែងនេះគឺជាកន្លែងដែលនាងធ្លាប់រស់នៅកាលពីជាតិមុនហើយក៏ជាកន្លែងដែលនាងបានលានារីមុនចេញទៅច្បាំងផោះតាំងនៅចំពោះមុខធ្វើឲ្យធីតាជឿជាក់យ៉ាងមុតមមថាសុបិនរបស់នាងមិនមែនជាការស្រមើស្រមៃឡើយប៉ុន្តែវាជាការពិតនៃជីវិតជាតិមុនរបស់នាងនេះគឺជាសាច់រឿងពិតដែលមិនអាចប្រកែកបានដោយសារតែមេត្តាវាសនាបានចាប់ជាតិคล้ายទៅជាមនុស្សស្រីគឺជាធីតាចំណែកឯនារីដែលជាគូដណ្ដឹងវិញក៏រស់នៅវិលវល់ក្នុងវាលវដ្តសង្សារដោយសារតែរងចាំវាសនាគ្មានថ្ងៃត្រឡប់នៅពេលដែលឪពុកម្ដាយរបស់ធីតាបានដឹងរឿងកូនស្រីរបស់គាត់ហើយនោះពេលនោះគាត់ក៏បានពិភាក្សាជាមួយចាស់ទុំនិងនិមន្តព្រះសង្ឃដើម្បីរំដោះគ្រោះរំដោះកម្មលើករាសីកូនស្រីឡើងវិញហើយធីតាក៏បានសារភាពរឿងរ៉ាវគ្រប់យ៉ាងចាប់តាំងពីនាងចាក់ចេញទៅច្បាំងនិងការស្លាប់កណ្ដាលផ្លូវរហូតដល់ការចងចាំមកចាប់កំណើតជាតិថ្មីនាងបានសុំទោសទៅដល់នារីជាទីស្រឡាញ់ដែលជាអតីតគូដណ្ដឹងរបស់នាងអ្នកទាំងពីរយំសោកស្រណោះខ្លួននិងអាល័យដល់រឿងចាស់ពេលនេះអ្វីមិនអាចត្រឡប់ក្រោយវិញបានទេរឿងកាលប្រាប់ប៉ុនឆ្នាំទៅហើយដូច្នេះអ្នកទាំងពីរមានតែទទួលយកការពិតដែលមិនអាចប្រកែកបានអធិស្ឋានឲ្យគ្នាទៅវិញទៅមកលើកលែងទោសនិងកំហុសអចេតនាទាំងឡាយទាំងពួងពួកគេក៏បានរសាត់បាត់ឆ្ងាយអសល់តែភាពញញឹមពេលនេះគ្រប់យ៉ាងពួកគេក៏បានទទួលយកដោយបានជំនួយពីព្រះសង្ឃផងនោះធ្វើឲ្យវិញ្ញាណរបស់នារីស្ងប់ចិត្តរងាប់អារម្មណ៍បានយ៉ាងល្អទទួលស្ដាប់និងយករឿងរ៉ាវគ្រប់យ៉ាងទុកក្នុងចិត្តព្រោះកន្លងហួសទៅហើយព្រោះនេះមិនមែនជាកំហុសរបស់អ្នកទាំងពីរនោះទេធ្វើម៉េចនិស្ស័យស្នេហ៍របស់ពួកគេមិនអាចទៅរួចនៅក្នុងជាតិនេះពួកគេបានត្រឹមតែជាបងប្អូនស្រីតែប៉ុណ្ណោះព្រោះថារូបកាយរបស់វាសនាបានប្រែក្លាយទៅជាមនុស្សស្រីហើយអារម្មណ៍របស់គេក៏คล้ายទៅជាមនុស្សស្រីពេញលក្ខណៈផងដែរនារីតែងតែលូកដៃទៅចាប់ចិន្តាដោយក្តីស្រឡាញ់និងអធ្យាស្រ័យណែចិន្តាវិញក៏ធ្វើបន់ផ្សងឲ្យនារីឆាប់បានទៅចាប់ជាតិចាប់កំណើតដូចជាការរំពឹងទុកមិនយូរប៉ុន្មានធីតាក៏មានគេចូលស្ដីដណ្ដឹងរៀបការនាងក៏បានពោពោះកូននៅក្នុងផ្ទៃជារឿយពីរអ្នកប្តីប្រពន្ធតែងតែបន់ផ្សងឲ្យនារីបានមកចាប់ជាតិចាប់កំណើតជាមួយនឹងរូបគេនឹងថ្នាក់ថ្នមស្រឡាញ់មិនឲ្យទើសចិត្តនោះទេទេវតាពិតជាប្រណីដល់គេខ្លាំងណាស់ពេលនេះនារីបានមកចាប់ជាតិជាមួយនឹងធីតាដែលជាអតីតគូដណ្ដឹងរបស់នាងវាសនាកាលពីជាតិមុនពោះកូនដំបងនាងតែងបន់ផ្សងឲ្យជួបតែក្តីសុខនិងសុភមង្គលហើយបួងសួងឲ្យវិញ្ញាណរបស់នារីមកចាប់ជាតិជាមួយនឹងគេដើម្បីបន្តក្តីស្រឡាញ់ក្តីមេត្តាដែលបាត់បង់កាលពីជាតិមុនកូនស្រីដ៏គួរឲ្យស្រឡាញ់ទីបំផុតធីតាបានសម្រាលបានកូនស្រីដ៏ស្រស់ស្អាតមួយកូនស្រីនោះមានមុខមាត់ស្រដៀងនឹងនារីកាលពីជាតិមុនខ្លាំងណាស់ធីតានិងស្វាមីមានចិត្តត្រេកអរយ៉ាងខ្លាំងរួចហើយពួកគេបានដាក់ឈ្មោះឲ្យទារិកានោះថានារីដូចពីជាតិមុនអញ្ចឹងរាល់ពេលដែលឪពុកម្ដាយរបស់នាងហៅឈ្មោះថានារីគេតែងតែសើចដាក់ពេលនេះធីតានិងស្វាមីរបស់នាងមានសេចក្តីត្រេកអរយ៉ាងខ្លាំងដែលឃើញនារីបានត្រឡប់មកវិញពួកគេបានដាក់ឈ្មោះនារីឲ្យនេះគឺដោយសារតែគេចង់រំលឹកដល់ឈ្មោះកូនស្រីដែលមានចិត្តស្មោះស្ម័គ្រឥតងាករេទោះបីច្រើនខែច្រើនឆ្នាំ
ពេលនេះពួកគេមានសុភមង្គលខ្លាំងណាស់ពួកគេបានជួបជុំគ្នាទោះបីជាពួកគេមិនអាចជួបជុំគ្នាក្នុងលក្ខណៈជាប្តីប្រពន្ធឬក៏គូស្នេហ៍ប៉ុន្តែគេបានក្លាយទៅជាម្ដាយនិងកូនរស់នៅក្នុងសម័យកាលដ៏ទំនើបតរៀងទៅយ៉ាងមានក្តីសុខ